រវាងម៉ាស៊ីនច្រូតស្រូវ110សេសកាប៊ីនហើយនិង102សេសបូមនេះតើគួរជ្រើសរើសមួយណាល្អបើសិនជាអ្នកអរគ្នាចង់បានបែបផាសុខភាពអាចជ្រើសរើសជាមួយនឹងប្រភេទកាប៊ីន110សេសនេះបានមានភាពបិទជិតត្រជាក់ការពារធូលីហើយនិងសម្លេងរំខានបានយ៉ាងល្អបំផុតហ្មងបើសិនជាបងប្អូនចង់បានបែបងាយស្រួលកាត់បានហើយនឹងតម្លៃធូរថ្លៃជាងអ្នកទាំងអស់គ្នាអាចជ្រើសរើសជាមួយនឹង model 102 Go នេះបានរឹងមាំធន់ងាយស្រួលថែទាំហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការងារច្រូតកាត់មិនថាជ្រើសរើស model មួយណារបស់ MFL ទេធានាជូនទាំងគុណភាពម៉ាស៊ីនហើយនិងសេវាកម្មជួសជុលទៀតសូមរវាង model ទាំងពីរនេះអ្នកទាំងអស់គ្នាចូលចិត្ត model មួយណាជាងដែរមានអារម្មណ៍ថាដូចអង្គុយក្នុងឡានទំនើបចង់ពួកអីជុំវិញណាស់តែម៉ាស៊ីនត្រជាក់ហ្មងត្រជាក់ខ្លាំងមែនតើ